ធ្វើមិនអញ្ចឹង simple អ្នកនរគ្នាគាត់ចុច select ជួយវ៉ាន់មួយមកអូម៉ែថាឥឡូវគាត់ចង់ភ្ញៀវយើងគាត់ចង់ទិញកូកាគាត់ចុចកូកាមួយទៀតមកទិញ Pepsi គាត់យក Pepsi មួយទៀតមកទិញ sneaker bar នេះឬមួយក៏សូកូឡានេះគាត់ចុចមួយទៀតមកបាទអញ្ចឹង simple ប៉ុន្តែមានសំណួរទៀតសួរថាចុះបើយើងត្រូវការទិញអីវ៉ាន់ហ្នឹងពី3 4អញ្ចឹងទៅអូម៉ែថាកូកានេះគាត់ទិញ3 Pepsi នោះក៏ទិញ4អីចឹងទៅតែធ្វើមិនអញ្ចឹងកន្លែងនេះអ្នកនរគ្នា double click អូម៉ែថាកូកាហ្នឹងគាត់ត្រូវការ3អញ្ចឹងចុះអញ្ចឹងយើងចុច3ដងមក1 2 3អញ្ចឹងមកនេះអញ្ចឹងលោតមកឲ្យគុណនឹង3អញ្ចឹងលុយហ្នឹងក៏គុណឡើងតាមហ្នឹងដែរហើយអូម៉ែថា Pepsi 4អញ្ចឹងយើងចុចតទៀតមកចុចរហូតដល់វាគុណដល់4ប៉ុណ្ណាអ្នកនរគ្នាបាទនេះអញ្ចឹង Pepsi 4បាទអញ្ចឹងហើយសួរថាចុះបើយើងត្រូវការលុបវិញអូម៉ែថាខ្ញុំចុចលើសយើងក៏ទិញ Pepsi ហ្នឹងតែ3ទេតែខ្ញុំចុចដល់4អញ្ចឹងអត់បញ្ហាអ្នកនរគ្នា select លើ Pepsi ហ្នឹងមកហើយធ្វើការលុបណាយើងចុចខ្ញុំលុបឲ្យនៅសល់3ចុចលុបមួយមកនៅសល់3ហើយបាទនេះអញ្ចឹង Pepsi នេះសល់3បាទអញ្ចឹងក្រោយមកទៀតយើងធ្វើម៉េចក្រោយមកទៀតបូម៉ាថាគាត់សម្រេចតែយកអីវ៉ាន់ប៉ុណ្ណឹងហើយកណនីលុយចេញមកប៉ុណ្ណឹងហើយអញ្ចឹងធ្វើការ pay អញ្ចឹងខ្ញុំចុចយក pay នេះមកបាទ$7.50ចុច50អញ្ចឹងខាងក្រោមនេះយើងបញ្ចូលលុយណាដែលភ្ញៀវសំទោសយើងបញ្ចូលលុយដែលភ្ញៀវឲ្យយើងយកមកភ្ញៀវឲ្យយើង$7.50អញ្ចឹងយើងចុច OK មកចប់អត់មានលុយណាទៅអាប់ទេអញ្ចឹង process នេះចប់នៅត្រឹមOK ណាអ្នកនរគ្នាបាទអញ្ចឹងខ្ញុំ OK ទៀតមកបានអញ្ចឹងក្រោយពេលដែលលក់ចប់ហើយមានរឿងអីកើតឡើងទៀតអញ្ចឹងក្រោយពេលដែលលក់ចប់ហើយសម្រាប់អ្នកប្រើប្រាស់គាត់ឃើញ success គាត់ចប់ហើយបានន័យថាគាត់មានត្រូវ verify ទេប៉ុន្តែក្នុងនាមយើងជា developer អ្នកបង្កើតនៅពេលដែលវ៉ាន់យើងលក់ចប់ហើយអ្វីដែលយើងត្រូវធ្វើយើងមក verify នៅលើ database របស់យើងតើអ្វីដែល user បានធ្វើអ្វីហ្នឹងជាប់ record ដែរអត់តើវាមាន store នៅលើdatabase យើងដែរអត់បើមិនជាអត់ store អានេះមានបញ្ហាដល់គ្នាអញ្ចឹងយើងមកមើលដល់គ្នាយើងមកឆែកដល់គ្នាអញ្ចឹងខ្ញុំធ្វើការ select មើលមកបាទអញ្ចឹងយើងមកមើលដល់គ្នាអញ្ចឹងគ្រប់ការ update របស់database ទាំងអស់នៅពេលណាដែលវា insert ទិន្នន័យហ្នឹងគឺវាតែងតែស្ថិតនៅខាងក្រោម database វាអាចទៅនៅលើទេអូម៉ាថាអ្នកនរគ្នាដូចអូម៉ាថានៅលើ table មួយចោះ table product នេះចោះអញ្ចឹងខ្ញុំមានចំនួនប៉ុន្មានខ្ញុំមានចំនួនអូម៉ាថា52product ចឹងចោះពេលដែលអ្នកនរគ្នា insert ចូលថ្មីវានៅខាងក្រោមតិច52ហ្នឹងវាទៅជា53នៅខាងក្រោមហ្នឹងវិញពេលដែលអ្នកគ្នាមិនមែនបែរថាពេលដែល insert ថ្មីចូលវាលោតទៅនៅលើណាអត់ទេណាអ្នកគ្នាអាចាស់នៅលើអាថ្មីនៅក្រោមអញ្ចឹងយើងមកមើលជាក់ស្ដែងរបស់យើងវិញអញ្ចឹងមិញនេះខ្ញុំលក់អីវ៉ាន់មិញហ្នឹងនៅម៉ោងប្រហែលជាម៉ោងនេះមួយយប់នេះមូលហេតុបើយើងដឹងថាម៉ោងមួយយប់ហ្នឹងដោយសារអីទិន្នន័យវា insert អាថ្មីចូលទៅក្រោមអាចាស់នៅខាងលើដដែលអញ្ចឹងនេះម៉ោង10សំទោសម៉ោង1:41នាទី46នាទីមិញនេះពេលយប់នេះគឺវានៅខាងក្រោមគេតោះនេះអ្នកនរគ្នាគ្រប់ទិន្នន័យអ្នកនរគ្នា insert ចូលទាំងអស់គឺវានៅខាងក្រោមអាថ្មីអូខេអញ្ចឹងយើងមកមើលតទៀតទិន្នន័យរបស់យើង verify ទិន្នន័យរបស់យើងអញ្ចឹងការលក់ទី10ហ្នឹងមាន sell ID ស្មើនឹង10អញ្ចឹងយើងមកមើលជាមួយនឹងtable sell detail របស់យើងនេះតទៀតអញ្ចឹងហ្មង sell ID ទី10អញ្ចឹង sell ID ទី10ហ្នឹង user គាត់ទិញគេខ្លះអញ្ចឹងឯងដែលថា table នេះវាstore one to many អញ្ចឹង table មួយនេះវា link មកជាមួយនឹង table sell detail នេះអញ្ចឹងអ្នកនរគ្នាឃើញទេ sell ID លេខ10នេះមានប៉ុន្មានមានចំនួន4មិញនេះខ្ញុំលក់មកមិញមាន4មិញហ្នឹងអញ្ចឹងយើងអាចមើលតទៀតបានអញ្ចឹងម៉ោង1:46នាទីហ្នឹង sell ID លេខ10ហ្នឹង user គាត់ទិញ4មុខហើយមួយមុខនេះគេខ្លះយើងមើលតទៀតមក stock ID បាយថា link បាយថា ID របស់ product មួយហ្នឹងឧបមាថានេះលេខ5អញ្ចឹងលេខ5យើងទៅអមមកថាតើ product ណាដែលមាន ID code លេខ5អញ្ចឹងមួយនេះណានេះ mineral water នេះតម្លៃវា30សេននេះបាទអញ្ចឹងតទៀត stock ID លេខ1អញ្ចឹងគាត់ទិញ2មុខសំទោសអញ្ចឹងខ្ញុំឡងមិញហ្នឹងstock ID លេខ5គាត់ទិញ mineral water ហើយនៅខាងស្ដាំដៃហ្នឹងមាន store
column មួយទៀតឈ្មោះថា quantity អញ្ចឹងគាត់ទិញប៉ុន្មាន mineral water ហ្នឹងគាត់ទិញមួយដបបន្តមកទៀតបានមកដល់ stock ID លេខ1នេះអញ្ចឹងលេខ1នេះគាត់ទិញគេគាត់ទិញ Coca-Cola អញ្ចឹង Coca-Cola នេះប៉ុន្មានគាត់ទិញ3ដបនេះ quantity ហ្នឹង Coca-Cola 3ដបអញ្ចឹងសង្ឃឹមអ្នកនរគ្នាតាន់កន្លែងហ្នឹងអញ្ចឹងយើងមើលតមកទៀតនៅខាងស្ដាំដៃទាំងអស់នេះវាមាន sub total អញ្ចឹង table នេះកណនាតម្លៃចូលគ្នាឧបមាថាសំទោស column នេះវាកណនាតម្លៃចូលគ្នាឧបមាថា Coca តម្លៃប្រហែល$1 $1គុណ3ដងបាន$3នៅខាងនេះអញ្ចឹងវាកណនាចូលគ្នាដូចគ្នានេះដែរ ID stock ID លេខ2នេះ stock ID លេខ2នេះ Pepsi តម្លៃប្រហែល$0.95 គាត់ទិញ3អញ្ចឹងបាន$2.85 បាទប៉ុណ្ណឹងបាទអញ្ចឹងយើងតមកទៀតយើងមកដល់ list ដែលយើងទុកបង្ហាញ product របស់យើងអញ្ចឹង list នេះដែរ structure នៃការ store បង្ហាញទិន្នន័យហើយនឹងរូបភាពនេះដែរគឺខ្ញុំទាញមកពី database ទាំងអស់បែរថាគ្រប់data ទាំងអស់គឺទាញមក database សូម្បីតែរូបនេះក៏ដែរក៏ខ្ញុំអត់មាន store លើ computer ដែរគឺទាញចេញមកពី link ទាំងអស់ URL ទាំងអស់អញ្ចឹងបានន័យថាម៉េចនៅពេលដែលខ្ញុំបង្ហាញមក product ហ្នឹងមក product 50 product ហ្នឹងបែរថាកូដរបស់យើងទៅទាញទិន្នន័យចេញពីអ៊ីនធឺណិតម្ដងមួយអញ្ចឹងធ្វើឲ្យ slow មែនតើអញ្ចឹងបែរថាបើសិនជាបើយើងរ៉ាន់មកគឺវាត្រូវចេញមួយបែរថាចេញមួយហើយចាំមកស្ទុះចេញទៀតមកស្ទុះចេញទៀតមកស្ទុះចេញទៀតតែសម្រាប់ system ខ្ញុំអត់ទេដោយអ្នកនរគ្នាបានឃើញអញ្ចឹងពេល run ចេញមកគឺ load មកតែម្ដងអញ្ចឹងចាំខ្ញុំធ្វើការ run rerun ម្ដងទៀតណាបាទបញ្ចូល user password sign in អូខេឃើញទេវា load ទាញមកទាំងអស់ហើយបានធ្លាក់link បានធ្លាក់រូបភាពមកតាមក្រោយអញ្ចឹងអ្នកនរគ្នាបានឃើញអញ្ចឹងprocess នេះគឺ slow អ្នកនរគ្នាប៉ុន្តែដោយសារអីបានវាមិន slow កន្លែងនេះគឺ performance tuning អញ្ចឹងបើសិនជាមានឱកាសទៅឱកាសក្រោយទៀតខ្ញុំនឹងធ្វើការចែករំលែកពីចំណុចនេះតទៀតបាទអញ្ចឹងសូមចងចាំថានៅពេលដែលអ្នកទាំងអស់គ្នាទាញទិន្នន័យចេញមកពី database server ឲ្យតើការទាញរបស់អ្នកទាំងអស់គ្នាតាក់ទងជាមួយនឹង media អញ្ចឹង media ហ្នឹងជាគេអញ្ចឹង media ហ្នឹងការអ្នកទាំងអស់គ្នាទាញមកមានមកជាមួយនឹងរូបភាពឬមួយក៏វីដេអូឬមួយក៏ជាសំឡេងទាំងអស់ហ្នឹងគឺជា media ហើយតែមានទាញពួក media មកហើយគឺ performance របស់អ្នកនរគ្នាគឺតែងតែ slow ឬមួយក៏យឺតអញ្ចឹងសូមអ្នកនរគ្នាចងចាំកន្លែងហ្នឹងអូខេអញ្ចឹងយើងតទៅមុខទៀតអញ្ចឹងមកដល់ប៊ូតុង manage product អញ្ចឹងសម្រាប់ form manage product នេះដែរគឺយើងប្រើសម្រាប់control ទៅលើ store របស់យើងដូចជា update ព័ត៌មាននៅលើ store របស់យើងដូចជាឥឡូវយើងមាន update តម្លៃថ្មីដូចជាមានយើង update ឈ្មោះអញ្ចឹងយើងធ្វើនៅលើ product manage product នេះបាទអញ្ចឹងចាំមើលខ្ញុំឲ្យ sample ដល់អ្នកនរគ្នាមើលបាទអញ្ចឹងយើងមកមើលខាងលើដល់គ្នាអញ្ចឹងខាងលើនេះដែរគឺយើងប្រើសម្រាប់ច្រោះនៅប្រភេទ product របស់យើងអូម៉ាថា product របស់យើងមានប្រភេទគេខ្លះជា beverage បែរថាជាគ្រឿងផឹកឬមួយក៏ food អញ្ចឹងយើងចុច filter តាមនឹងមកអ្នកនរគ្នាតាម product អ្នកនរគ្នាចង់ណែច្រោះយកអ្នកនរគ្នាយកមកធ្វើការ update អញ្ចឹង view all product នេះវាស្តៀងទៅនឹងប៊ូតុងសម្រាប់ refresh នេះដែរក៏ខ្ញុំដាក់ឈ្មោះខុសគ្នាអញ្ចឹងណាអ្នកនរគ្នាបាទអញ្ចឹងយើងមកមើលវិធីសាស្ត្រនៃការ update product នៅក្នុង system របស់ខ្ញុំទាំងអស់គ្នាអញ្ចឹងដើម្បី update ទៅលើ product ណាបាននៅក្នុង system របស់ខ្ញុំអ្នកនរគ្នាត្រូវ select យក product នឹងមកមួយសិនអញ្ចឹង select មិនមែនអ្នកនរគ្នា select មួយនឹងឲ្យ update មិនមែនទេវិធីសាស្ត្រនៃការធ្វើអ្នកនរគ្នាចុច select យកនេះប្រអប់មួយដែលនៅខាងឆ្វេងបំផុតណា select យកមួយមកមួយណាក៏បានដែរឥឡូវអូម៉ាថាខ្ញុំ select យក Coca នេះចុះពេលខ្ញុំ select យក Coca ហ្នឹងហើយអ្នកនរគ្នាឃើញទិន្នន័យវា update នៅខាងស្ដាំហ្នឹងបាទអញ្ចឹងពេល update ហើយអ្នកនរគ្នាអាចធ្វើការ update បានហើយឥឡូវឧទាហរណ៍ថាខ្ញុំថែម stock វាថាខ្ញុំថែមមាន10កំប៉ុងទៀតឬមួយក៏10ដបទៀតចូលចុះអញ្ចឹងខ្ញុំថែមលេខ1នៅពីមុខហ្នឹងមកបន្តមកទៀតខ្ញុំ select យក edit បាទអញ្ចឹងយើង edit មកនេះ product update successful អញ្ចឹងខ្ញុំអូខេ
បាទអញ្ចឹងពេលខ្ញុំអូខេមកហើយឃើញទេquality ហ្នឹងវា update ទៅ18វិញអញ្ចឹងមិនថាការ update របស់យើងហ្នឹងគឺជោគជ័យហើយឬមួយក៏ខ្ញុំគិតថាឥឡូវខ្ញុំត្រូវការ update រូបភាពចោះអញ្ចឹងបានអញ្ចឹងយើង select នៅប្រអប់ខាងឆ្វេងបំផុតហ្នឹងបោះ product ហ្នឹងមកយើងចុចមកបន្តមកទៀតយើងទៅយករូបកូកាកូឡាណាថ្មីទៀតមកអញ្ចឹងខ្ញុំធ្វើការ copy ឈ្មោះហ្នឹងមកដើម្បីយក search នៅលើអ៊ីនធឺណិតអញ្ចឹងខ្ញុំប្រើប្រាស់ Google Chrome ហ្នឹងបាទអញ្ចឹងខ្ញុំទៅយករូបភាពថ្មីណាមួយមកយកមកអាប់ដេតចូលអញ្ចឹងណាអ្នកនរគ្នាប្រហែលរូបនេះចុះបាទអញ្ចឹងយើងចាំឲ្យ load នឹងរូបនឹងសំទោសចាំឲ្យរូបនឹង load ឲ្យវាច្បាស់អស់អញ្ចឹងមកលេងព្រាលយើង right click យើង copy យក image address នេះអញ្ចឹងវិធីសាស្ត្រនៃការអាប់ដេតរូបភាពនេះអាស្រ័យទៅតាមdecision ដែលថាជំរើសរបស់អ្នកនរគ្នាខុសៗគ្នាទេនៅការ design flow ហ្នឹងណាបើមិនជាអ្នកនរគ្នាជ្រើសរើសឲ្យគេ update ចេញមកពីកុំព្យូទ័រមកចូលក្នុង server របស់យើងហើយយើងធ្វើការទាញមកវិញអាហ្នឹងជាជំរឿនរបស់អ្នកនរគ្នាទេតែខ្ញុំទាញពី URL អញ្ចឹងណាអ្នកនរគ្នាអញ្ចឹងខ្ញុំ copy image address នេះមកបាទអញ្ចឹងក្រោយពី copy image address នេះមកខ្ញុំយកមក upload ចូលក្នុងទិន្នន័យរបស់ខ្ញុំខ្ញុំ update ចូលមកបាទអញ្ចឹងយើងចុច edit ដូចគ្នាបាទ update success អញ្ចឹងធ្វើការ OK មកអញ្ចឹងនៅក្នុងនេះយើងអាចមើលឃើញបានទេ form manage ណាយើងអាចឃើញថា product របស់យើងវា refresh រូបថ្មីហើយនៅឯងអញ្ចឹងដើម្បីឃើញរូបថ្មីហ្នឹងមកអ្នកនរគ្នាត្រូវខ្វែងប្រអប់នឹងចេញសិន form នឹងចេញសិនបាទបន្តមកទៀតយើងចាំមើលនៅខាងក្រៅអ្នកនរគ្នាតើវា update ដែរអត់អូខេឥឡូវវា update ហើយវាទាញរូបថ្មីនឹងបានហើយណាបាទអញ្ចឹង purpose របស់ form ហ្នឹងមានតទៀតអញ្ចឹងយើងចុចយក manage product ហ្នឹងដដែលមកអញ្ចឹងយើងអាចធ្វើការ add product ថ្មីចូលនេះចុះអញ្ចឹងឃើញកាលណាខ្ញុំចុច dot មានអញ្ចឹងវា load message មកអញ្ចឹងអ្នកនរគ្នាអញ្ចឹងគ្រប់ system អ្នកនរគ្នាកាលណាវាមាន load error អីសូមតែអ្នកនរគ្នា design ឲ្យវាចេញ message error ចេញមកក្រៅដើម្បីក្នុងនាមយើងជា developer យើងងាយស្រួលមើលហើយអ្នកប្រើប្រាស់ក៏គាត់ងាយស្រួលប្រើថាតើគាត់ប្រើហ្នឹង error អីឲ្យច្បាស់ដើម្បីឲ្យគាត់ខ្លួនគាត់នឹងមើលឲ្យគាត់អាចទៅកែបានហើយមានលក្ខខណ្ឌមួយទៀតឧបមាថាគាត់ error បើអ្នកនរគ្នាអត់មាន load ចេញ message មកចឹងទេអញ្ចឹងពេលអ្នកនរគ្នាសួរគាត់ថាerror ហ្នឹង error អីគេបើ system អ្នកនរគ្នាអត់ទាំងមាន message error អីផងហ្នឹងអញ្ចឹងសួរអ្នកនរគ្នាគាត់ប្រាប់មកយល់អត់យល់អត់អាច check បានទោះបីជា check ក៏អ្នកនរគ្នាទៅ redraw បាយថាសំទោសបាយថាអ្នកនរគ្នាត្រូវទៅចុច system អ្នកនរគ្នាឡើងមកវិញដើម្បីរកអាកន្លែង error ហ្នឹងមកឃើញហើយកែទៀតអញ្ចឹងហើយវាធ្វើឲ្យយូរអញ្ចឹងបាទអញ្ចឹងយើងតទៀតអញ្ចឹងខ្ញុំធ្វើការបង្កើតproduct ថ្មីចុះឧបមាថាឥឡូវខ្ញុំត្រូវការបន្ថែមកតាបលក់នៅក្នុង system របស់ខ្ញុំអញ្ចឹងខ្ញុំចូលទៅកាន់ browser ដដែលមកអូខេអញ្ចឹងខ្ញុំដំបូងគេបំផុតខ្ញុំរកមើលរូបសិនរកមើលរូបឲ្យស្អាតសិនអូខេបាទអញ្ចឹងយើងរើសយកកតាបមួយណាដែលអ្នកគ្នាពេញចិត្តយកមកអូម៉ាថាខ្ញុំយកកតាបនេះចុះបាទអញ្ចឹងខ្ញុំឃើញហើយស្អាតអីអញ្ចឹងខ្ញុំ copy ឈ្មោះនេះមុនគេយកមកដាក់ចូលក្នុងsystem របស់ខ្ញុំ copy ឈ្មោះមកបាទដាក់ឈ្មោះចូលបន្តមកទៀតប្រដាក់ប្រៃអញ្ចឹងប្រដាក់ប្រៃនេះដែរខ្ញុំតម្រូវឲ្យគេបញ្ចូលដោយមានលេខ2ខ្ទង់នៅពីក្រោយក្បៀសបើកាលណាអត់បញ្ចូលលេខ2ខ្ទង់នៅពីក្រោយក្បៀសទេអញ្ចឹង error អ្នកនរគ្នាអញ្ចឹងខ្ញុំ copy យកមក$49.99នេះអញ្ចឹងយកមកដាក់ចូលក្នុងប្រៃនេះមកបាទតមកទៀតយើង select យក category ជាប្រភេទបានរបស់យើងអញ្ចឹងវាជា accessory អញ្ចឹងមកហើយ upload រូបភាពអញ្ចឹង upload រូបភាពនេះដែរងាយស្រួលដូចខ្ញុំបង្ហាញអ្នកនរគ្នាអញ្ចឹងយើង right click លើរូបភាពហ្នឹងមកប៉ុន្តែចាំឲ្យវា load មកឲ្យច្បាស់អត់នៅព្រិលសិនអញ្ចឹងយើង copy image address នេះមកយកមកផាសចូលនៅក្នុងប្រអប់upload image នេះផាសចូលមកតទៀតយើងដាក់quantity stock របស់យើង50ទីហោយើងមាន50អញ្ចឹងខ្ញុំ click យកadd product បាទអញ្ចឹង add ទៅហើយអូខេមកបាទអញ្ចឹងពេល add product ហើយបាទអញ្ចឹងនៅពេល update product ចប់ហើយhome screen របស់យើងអត់ទាន់មានទេអត់ទាន់មានproduct load ចូលទៅលុះត្រាតែយើងខ្វែងសិនឥឡូវខ្ញុំខ្វែងបាទ
នេះអញ្ចឹងកតា3ហ្នឹងវាលោតចុះទៅក្រោមនេះហើយណាគ្នាអូខេអញ្ចឹងយើងតទៀតបាទអញ្ចឹងយើងមកដល់លុបម្ដងបាទអញ្ចឹងខ្ញុំចង់លុបអីវ៉ាន់ណាចោលមួយចុះឥឡូវអូម៉ាថាខ្ញុំចង់លុបRed Bull នេះចោលតើលុបធ្វើម៉េចអញ្ចឹងយើងមើលមកនេះ Red Bull នេះ20សំទោស250 មីលីលីត្រនេះយើងចុចនៅលើនេះប្រអប់នឹងដដែលនៅខាងឆ្វេងបំផុតហ្នឹងបោះប្រដាក់មួយហ្នឹងយើងចុចមកហើយឃើញវាលោតទិន្នន័យហ្នឹងមកហើយកាលណាលោតមកបាទយើងអាចធ្វើការលុបបានអញ្ចឹងយើងចុចនៅលើហ្នឹងមកហើយយើងចុចយកប៊ូតុង delete នេះបាទ Are you sure you want to delete ខ្ញុំព្រមខ្ញុំចុច yes មក delete success អញ្ចឹងពេល delete ហើយក៏វាអត់ទាន់ load អីនៅខាងលើ home screen របស់យើងអា main បែរថា screen call របស់យើងហ្នឹងដែរទោះតែយើងខ្វែងform នឹងចុចសិនបាទឥឡូវខ្ញុំខ្វែងបាទឃើញបាត់ហើយអត់មានទៀតទេបាទអញ្ចឹងតមកទៀតយើងមកដល់ search ម្ដងអញ្ចឹងអូម៉ាថាខ្ញុំចង់ search អីគេឥឡូវអូម៉ាថាខ្ញុំចង់ search serial នេះចុះអញ្ចឹងខ្ញុំវាយមក C E R E A L បាទអញ្ចឹងពេលវាយចប់ហើយខ្ញុំធ្វើការចុចយកពាក្យ search នេះបាទអញ្ចឹងមានប្រដាក់មកយើងមានឈ្មោះហ្នឹងអូខេឥឡូវខ្ញុំចង់ទៅ search ផ្សេងទៀតខ្ញុំចុច refresh នេះមកដើម្បីវាចេញណែទិន្នន័យទាំងអស់របស់យើងមកវិញអញ្ចឹងមកតាមទៀតខ្ញុំជ្រើសរើសយក USB Type C នេះចុះខ្ញុំទៅ Type C search បាទអញ្ចឹងអ្នកនរគ្នាសង្កេតឃើញទេនៅពេលដែល search ហ្នឹងខ្ញុំចង់វាយអក្សរនៅពីមុខក៏បានចង់វាយអក្សរពីក្រោយនៅក៏បានអញ្ចឹងអា Type C នេះជាអក្សរសំទោសជាពាក្យដែលនៅពីក្រោយប្រយោគមួយក៏យើង search ទៅឃើញដែរអូខេអញ្ចឹងយើងតមកទៀតអញ្ចឹងនៅក្នុង system របស់ខ្ញុំមាន print ជា report ជា Excel សម្រាប់ឲ្យទៅអ្នកប្រើប្រាស់គាត់មើលទុកធ្វើជា report អញ្ចឹងអ្នកនរគ្នាអញ្ចឹងដើម្បីបាន report ហ្នឹងយើងចូលមកក្នុងប៊ូតុង report នេះមកបាទអញ្ចឹងដូចតែបានឃើញអញ្ចឹង report នេះដែរជា report លក្ខណៈ report cell ជា simple ជា example ដែលខ្ញុំធ្វើឲ្យអ្នកនរគ្នាយកទៅមើលលក្ខណៈជាដូចថាមានជាគំនិតកែច្នៃអីតទៅទៀតឲ្យបានលុយអញ្ចឹងទៅណាទីហោអញ្ចឹងខ្ញុំមានប្រដាក់នេះនិយាយពីការ sell អញ្ចឹងនៅពេលអ្នកនរគ្នាលក់អីវាយវ៉ាន់អីក៏ដែរពេលដែលវាកត់ចូលដល់3ហើយគឺអ្នកនរគ្នាអាចធ្វើការ generate report នឹងបានហើយអញ្ចឹងដោយ report នេះដែរខ្ញុំមានរៀបរាប់ពី duration អូម៉ាថាយើងចង់ filter ពីថ្ងៃណាដល់ថ្ងៃណាអញ្ចឹងទៅយើងចង់មើលពី report ពីថ្ងៃទី22ដល់ថ្ងៃទី23ឬមួយតកំឡុងថ្ងៃទី22នេះយើងអាច select មកបានតាមហ្នឹងយើងរើសយកថ្ងៃ22ដូចគ្នាមកវាចេញហើយអូខេអញ្ចឹងខ្ញុំធ្វើការ generate report មកអញ្ចឹងវិធីសាស្ត្រ generate ងាយស្រួលយើងចុចតែពាក្យ report នេះមកអញ្ចឹងកាលណាចុច report នេះហើយវា generate ជា file Excel មួយចូលទៅក្នុង folder ដែលយើងចង់ឲ្យវាចូលហ្នឹងហើយអានេះយើងកំណត់នៅក្នុង code របស់យើងអញ្ចឹងខ្ញុំបង្ហាញនៅពេលទៀតអញ្ចឹងពេលវាចូលហើយវា pop upវា pop up direction folder ដើម្បីឲ្យយើងបើកមើលតែម្ដងយើងចាប់ដើមចុច report ហ្នឹងមកបាទអញ្ចឹង code ហ្នឹងទៅហើយចាំបន្តិចព្រោះដោយសារទិន្នន័យវាត្រូវការ process ដែរដើម្បីទៅជា Excel ណាបាទអញ្ចឹងនេះទិន្នន័យហ្នឹង load នៅខាងក្រោមគេនេះអញ្ចឹងដូចជាម៉ោង2បាទអញ្ចឹងខ្ញុំបើកមកបាទអញ្ចឹងដូចអ្នកនរគ្នាបានឃើញអញ្ចឹងអ្វីដែលយើងបានលក់បាញ់មិញហ្នឹងគឺនៅក្នុង report ហ្នឹងទាំងអស់បាទអូខេអញ្ចឹងចាំមើលឥឡូវវាមាន2 file អញ្ចឹងអ្នកនរគ្នាចាំមើលចុច generate មួយទៀតខ្ញុំខ្វែងវាចោល report generate បាន3 file នេះដូចគ្នាបាទអញ្ចឹងតមកទៀតអញ្ចឹងគ្រប់ system POS ទាំងអស់វាតែងតែមាន function មួយដែលវាគេហៅភាសាអង់គ្លេសគេហៅថា handy បែរថាជាជំនួយបែរថាជួយខ្លាំងដល់អ្នកប្រើប្រាស់ហ្នឹងគឺ scan អញ្ចឹង scan នេះដែរ scan នេះគឺ scan barcode ហើយនឹង QR code អញ្ចឹង barcode វាមានលក្ខណៈជារបាត្រង់ប្រឈរតែដល់ពេល barcode វិញវាមានទម្រង់ជារូបការ៉េអាហ្នឹងគេហៅថា QR code បាទអញ្ចឹងយើងចាប់ដើម system បាទអញ្ចឹងយើងចាប់ដើមបងប្អូនគ្នាអញ្ចឹងកន្លែងនេះដោយសារអីជាក់ស្ដែងនៅខាងមុខនេះវាត្រូវមានកាមេរ៉ាលោតមកប៉ុន្តែដោយសារតែខ្ញុំ connect
ថតវីដេអូជា webcam ហ្នឹងទៅបាទកន្លែងហ្នឹងអត់មានទេអ្នកគ្នាវា error អញ្ចឹងយើងមានតែយើងនៅអាចដោះស្រាយបានទៀត system ខ្ញុំគឺអាច upload នេះខ្ញុំអាច upload រូបចូលទៅក្នុងនឹងបានអូម៉ែថាឥឡូវខ្ញុំ upload QR code មួយនេះចុះអញ្ចឹងខ្ញុំ upload មកវា scan ហ្នឹងឃើញនេះ tooth paste នេះអញ្ចឹង tooth paste នេះគឺជានៅក្នុងចំណោម product ដែលយើងមាននៅក្នុង store របស់យើងឥឡូវយើងsearch មកនេះ tooth paste ឥឡូវខ្ញុំ copy copy អត់បានទេអញ្ចឹងខ្ញុំវាយមកទៅ tooth paste search នេះបាទអញ្ចឹង tooth paste Colgate នេះគឺមានកាលណា scan អត់មានវាអត់ចេញទេអ្នកគ្នាអញ្ចឹងដោយសារតែ example នេះខ្ញុំមានតែខ្ញុំយកតែ barcode ណាដែលមាន product របស់ខ្ញុំនៅក្នុងហ្នឹងហើយយកមកបង្ហាញអញ្ចឹងទៅអត់បានមាន error អញ្ចឹងអូខេខ្ញុំថែមQR code តទៀតបាទអញ្ចឹងអូម៉ែថាអញ្ចឹងអ្នកនរគ្នាមើលកាលណារៀងជ្រុងការ៉េអញ្ចឹងគេហៅ QR code ដល់ពេលមានបញ្ឈរអញ្ចឹងគេហៅ barcode បាទអញ្ចឹងសង្ឃឹមតែអ្នកនរគ្នាចំណាំចំណុចហ្នឹងអញ្ចឹងខ្ញុំរើ scan barcode ម្ដងបាញ់ខ្ញុំ scan QR code ហើយខ្ញុំ scan barcode ម្ដងបើកមកបាទនេះមកទៀត sneaker bar អញ្ចឹង sneaker bar នេះមានដែរនៅខាងលើនេះបាទអញ្ចឹងក្រោយពេលយើង scan ចប់ហើយយើង upload barcode នឹង QR code scan ចប់ហើយយើងមិនថាភ្ញៀវយើងគាត់លេងត្រូវកាយទៀតហើយយើងចុចយក finish នេះមកបាទអញ្ចឹងឲ្យវ៉ាន់ដែលយើងបាន scan ហ្នឹងវា load ចូលមកក្នុង list របស់យើងមួយនេះហើយយើងអាចធ្វើការលក់បានដែរបងប្អូនអញ្ចឹងយើងចុចpay នេះមកបាទ2.45 បាទអញ្ចឹងចុច 2.45 ហើយយើង pay តទៅមកបាទអូខេបាទចប់អញ្ចឹងយើងទៅមើល database បាទអញ្ចឹងយើងមកដល់ database យើងហើយយើង run វាមកបាទអញ្ចឹងនេះcell ID ទី11នេះម៉ោង2:28 នាទីបាទអញ្ចឹងយើងទៅមើលទៅcell ID នេះលេខរៀងទីប្រមាណបាទនេះអញ្ចឹង cell ID នេះគាត់ទិញអីវ៉ាន់លេខទី11នេះ two page នេះត្រូវបន្តមកទៀតអីវ៉ាន់លេខទី4នេះ ID ទី4នេះ sneaker bar នេះត្រូវអញ្ចឹងបាយថា process POA របស់យើងលក់ POA ដល់សម្បាញ់នេះគឺលក់ដើរហើយអ្នកនរគ្នាអញ្ចឹងតទៅមុខទៀតខ្ញុំនឹងបង្ហាញពីកូដកុំព្យូទ័រអរគុណដែលបានទស្សនា